នេះគឺជាអ្នកមីនឌីកេតដែលគាត់មានអាយុជាង50ឆ្នាំមកហើយដែលគាត់រស់នៅក្នុងស្រុកកោះធំខេត្តកណ្ដាលហើយគាត់ក៏ជាអតិថិជនក្រុមហ៊ុនទេវតាលោកយាយពីងផងដែរគាត់បានកើតជំងឺរឹសដងបាត់តាំងពីយូរណាស់មកហើយតាំងពីកំណើតកូនទី2របស់គាត់គិតមកដល់សប្តាហ៍ថ្ងៃនេះមានអាយុកាលប្រមាណជា30ឆ្នាំមកហើយគាត់ក៏ធ្លាប់បានសាកល្បងប្រើថ្នាំជាច្រើនអំពីជំងឺរបស់គាត់តែជាអកុសលมันអាចធ្វើឲ្យជំងឺរបស់គាត់បានធូរស្រាលបានទេគឺនៅតែបន្តឈឺរ៉ាំរ៉ៃជាមួយនឹងជំងឺរឹសដងបាត់រួមផ្សំជាមួយនឹងក្រពះពោះវៀនរបស់គាត់ផងដែរហើយមួយរយៈចុងក្រោយនេះជំងឺរបស់គាត់កាន់តែពិបាកបត់ជើងមកមានលាឈាមបត់ជើងមកត្រូវចំណាយពេលយូរឬដងបាតដំណាក់កាលទី2ឈានចូលដំណាក់កាលទី3ទៅហើយថ្មីនេះអំឡុងពេលចូលឆ្នាំ2025នេះប្រហែលជាកន្លះខែមុនគាត់ក៏បានជាវក្រុមហ៊ុនទេវតាយាយពីងមួយឈុតយកទៅប្រើប្រាស់ប៉ុន្តែជារឿងគួរឲ្យភ្ញាក់ផ្អើលមែនទែនជំងឺរបស់គាត់ដែលឈឺរ៉ាំរ៉ៃគឺបានធូរស្បើយប្រមាណជា 80% ទៅហើយបន្ទាប់ពីគាត់បានប្រើប្រាស់អស់កន្លះខែនេះថ្ងៃនេះគាត់ក៏បានទៅដល់ទីតាំងក្រុមហ៊ុនទេវតាលោកយាយពីងផ្ទាល់ដើម្បីជួបជាមួយនឹងលោកគ្រូមិត្តវិចិត្រដើម្បីប្រាប់អំពីការវិវត្តនៃជំងឺរបស់គាត់ពីធ្ងន់មកស្រាលឥឡូវនេះសូមបងប្អូនទៅទស្សនាស្ដាប់ការសន្ទនារវាងពួកគាត់ទាំងពីរនាក់ប៉ុន្តែឥឡូវបានបត់ជើងស្រួលហើយពីមុនបាក់បត់ជើងម្ដង1ម៉ោងឥឡូវបានទៀងពេលឡើងធូរដោយសាររដូវហ្នឹងក៏វាលែងធ្វើទុកហើយយើងហូបទៅវាបត់ទៅវាស្រួលចាហើយការខ្ញុំអត់ទាន់លេតហ្នឹងពេលបត់ជើងម្ដងក៏បាក់ជួនរងពេលដាក់ថ្នាំពេទ្យហ្នឹងទៅទៅធ្វើទុកលើដើមទៅជាលេងបាត់ជើងពេលយើងហែអាយក៏ផ្ទះក៏វានឹងវាធ្វើទុកហើយឥឡូវខ្ញុំបានធូរច្រើនហ្មងដំបូងទៅ3 4 5ថ្ងៃនេះអ្នកជំងឺគេច្រើនឡើងដូចអីបាពីខាងក្នុងហើយថានៅ 80% ចុះនៅ 20% ទៀតអស់ជា 80% បាទចា